បាទសូមជម្រាបសួរប្រិមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះបាទពីកម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះតែងតែផ្ដល់ជូនលោកអ្នកនៅព័ត៌មានសំខាន់ច្រើនទាំងព័ត៌មានជាតិនិងអន្តរជាតិបាទដូច្នេះជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងតាមដានទស្សនានៅព័ត៌មានជាតិសំខាន់ដែលមានជាបន្តបន្ទាប់ដូចតទៅអាយដាមពេញពូនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានចាត់ទុកវេទិការួមគ្នាលើកទី16រវាងរដ្ឋនិងឯកជនក្នុងតំបន់អាស៊ីដែលរៀបចំឡើងដោយក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងទេសចរជប៉ុនក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលអន្តរជាតិនីយកម្មស្តង់ដាររថយន្តជប៉ុនជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជាថ្លែងនៅក្នុងពិធីបើកវេទិការួមគ្នាលើកទី16រវាងរដ្ឋនិងឯកជនក្នុងតំបន់អាស៊ីនៅសន្តាគារហ៊ីម៉ាវរីរាជធានីភ្នំពេញនារសៀលថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025ឯកឧត្តមពេញពូនីមានប្រសាសន៍ថាវេទិកាមួយនេះរៀបចំឡើងជាលើកដំបូងដោយមានការប្រមូលផ្ដុំអ្នកធ្វើគោលនយោបាយរបស់រដ្ឋាភិបាលក្រុមហ៊ុនផលិតរថយន្តអ្នកគុតគង់អ្នកស្រាវជ្រាវនិងដៃគូអភិវឌ្ឍដែលម្នាក់បានបដិញ្ញាចិត្តចំពោះគោលដៅរួមគ្នាមួយគឺពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងជំរុញកំណើនប្រកបដោយចីរភាពនៃឧស្សាហកម្មរថយន្តនៅអាស៊ីតាមរយៈការដោះស្រាយបញ្ហាប្រឈមការសម្របសម្រួលស្តង់ដារនិងការកែលម្អការប្រកួតប្រជែងក្នុងតំបន់ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាវេទិកានេះដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់គោលនយោបាយសាធារណៈជាមួយនឹងនវានុវត្តន៍វិស័យឯកជនហើយការផ្លាស់ប្ដូរគំនិតបទពិសោធន៍និងបច្ចេកវិទ្យាក្នុងចំណោមសេដ្ឋកិច្ចអាស៊ីគឺមានសារៈសំខាន់ណាស់ក្នុងការកែលម្អអន្តរប្រតិបត្តិការនិងបង្កើនភាពប្រកួតប្រជែងក្នុងតំបន់ក្នុងន័យនេះយើងត្រូវតែធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីធានាការសម្របសម្រួលនៃបទបញ្ញត្តិបច្ចេកទេសនិងស្តង់ដារជាពិសេសសម្រាប់សុវត្ថិភាពនិងការអនុវត្តបរិស្ថានការទទួលស្គាល់គ្នាទៅវិញទៅមកនៃប្រព័ន្ធសាកល្បងនិងវិញ្ញាបនបត្រការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់តំបន់ដ៏រឹងមាំការផលិតគ្រឿងបន្លាស់ការវិនិយោគជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍធនធានមនុស្សនិងសមត្ថភាពស្រាវជ្រាវដោយកម្ពុជាជឿជាក់យ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការក្នុងតំបន់តាមរយៈវេទិការួមរវាងរដ្ឋនិងឯកជនគឺមានសារៈសំខាន់សម្រាប់ការកសាងឧស្សាហកម្មរថយន្តដែលមានការតភ្ជាប់និងធន់នៅទូទាំងអាស៊ីឯកឧត្តមរដ្ឋមន្ត្រីបានបន្តថាវិស័យយានយន្តគឺជាម៉ាស៊ីនដ៏សំខាន់មួយដែលជំរុញឧស្សាហូបនីយកម្មនិងសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់របស់យើងដោយនៅទូទាំងទ្វីបអាស៊ីឧស្សាហកម្មនេះបានគាំទ្រដល់ការងាររាប់លានលើកកម្ពស់ការច្នៃប្រឌិតនិងបម្រើជាកាតាលីករសម្រាប់ពាណិជ្ជកម្មនិងការវិនិយោគហើយថាសប្តាហ៍នេះតំបន់របស់យើងឈរនៅចំណុចរបត់ដ៏សំខាន់មួយខណៈដែលវិស័យរថយន្តសកលកំពុងតែវិវត្តយ៉ាងឆាប់រហ័សក្រោមការបង្កើតឡើងដោយការផ្លាស់ប្ដូរបច្ចេកវិទ្យាតម្រូវការបរិស្ថាននិងការតភ្ជាប់ Digital ដែលយើងកំពុងតែឃើញសម័យកាលថ្មីមួយដែលកំណត់ដោយអគ្គិសនីភាវូបនីយកម្មស្វ័យប្រវត្តិកម្មនិងប្រព័ន្ធចល័តឆ្លាតវៃឯកឧត្តមបានបញ្ជាក់ថាសម្រាប់ប្រទេសកម្ពុជាបានផ្លាស់ប្ដូរនេះបង្ហាញឱកាសនិងបញ្ហាប្រឈមខណៈពេលដែលប្រព័ន្ធអេកូឡូស៊ីរថយន្តរបស់យើងនៅតែស្ថិតក្នុងដំណាក់កាលដំបូងដែលកំពុងតែសម្រេចបានវឌ្ឍនភាពជាលំដាប់និងដោយចេតនាក្នុងរយៈពេលប្រមាណឆ្នាំកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់អាទិភាពដល់គោលនយោបាយលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីសុវត្ថិភាពយានយន្តការការពារបរិស្ថាននិងការសម្របសម្រួលស្តង់ដារតំបន់តាមរយៈកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ដូចជា JSIC និងក្របខ័ណ្ឌអាស៊ានសម្រាប់បានវឌ្ឍនភាពនៅក្នុងវិស័យសំខាន់មួយចំនួនរួមមានការអនុម័តបទបញ្ញត្តិយានយន្តរបស់អង្គការសហប្រជាជាតិក្រោមកិច្ចព្រមព្រៀងឆ្នាំ1958ការអភិវឌ្ឍស្តង់ដារបច្ចេកទេសនិងបទបញ្ញត្តិសម្រាប់ការត្រួតពិនិត្យនិងសុវត្ថិភាពយានយន្តនិងការលើកកម្ពស់យានយន្តអគ្គិសនីតាមរយៈវិធានការផ្សេងៗដូចជាគោលនយោបាយជាតិស្តីអំពីការអភិវឌ្ឍយានយន្តអគ្គិសនីឆ្នាំ2024-2030ផែនទីបង្ហាញផ្លូវអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជាការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដ៏ទាក់ទាញក្រោមច្បាប់ស្តីពីការវិនិយោគនៃកម្ពុជានិងការពង្រីកហេដ្ឋារចនាសម្ព័ន្ធសាកថ្មយានយន្តអគ្គិសនីជាដើមសូមបញ្ជាក់ថា
គិតត្រឹមខែតុលាឆ្នាំ2025ក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះបញ្ជីយានយន្តអគ្គិសនីសរុបចំនួន 11214 គ្រឿងរួមទាំងរថយន្តចំនួន 7667 គ្រឿងនិងម៉ូតូចំនួន 3545 គ្រឿងដោយកំណើនយានយន្តអគ្គិសនីបន្តកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ